អាហារ5មុខដែលជួយឲ្យកូនលូតលាស់ល្អនិងសុខភាពល្អក្នុងកំឡុងពេលមានផ្ទៃពោះដែលម៉ាក់គោតែព្យាយាមញ៉ាំចាទី1គឺអីទៅទី1គឺត្រីបងប្អូនត្រូវដឹងថានៅក្នុងត្រីគឺវាមានសារធាតុ DHA ឬមកក៏សារធាតុចិញ្ចឹមចំនួនមិនមែនតែឲ្យតែត្រីថ្លៃអត់មែនឲ្យតែត្រីមកពីអាមេរិកបានញ៉ាំបានទៅជំនួយសុខភាពកូនណាចាត្រីស្រុកខ្មែរយើងនឹងត្រីផ្ទក់ត្រីដែងត្រីប្រាត្រីអីហ្នឹងបងប្អូនញ៉ាំបានទាំងអស់ចាទី2បងប្អូនប្រកាសជាធ្លាប់ដឹងហើយប៉ងមន់ប៉ងទាវាជួយកុំឲ្យមានបញ្ហាតាក់ទងនឹងប្រព័ន្ធឆ្អឹងខ្នងចាទី3ពពួកបន្លែបៃតងទី3ពពួកបន្លែបៃតងគ្រប់ប្រភេទដូចជាទឹកបាសទឹកទីត្រួយល្ពៅត្រួយដំណងតកួនស្លឹកម្រុំស្លឹកម្រះចាអាហ្នឹងគឺសិតតែជាប្រភេទអាហារដែលងាយស្រួលរកហើយមានវីតាមីនល្អសម្រាប់កូនទៀតចាអានេះវាជួយឲ្យបង្កើននៅជាតិអាស៊ីតហ្វូលិកនិងជាតិដែកដែលកាត់បន្ថយភាពសេកស្លាំងឬមកក៏បញ្ហាពិការភាពរបស់ទារកក្រោយពេលដែលគាត់ចាប់កណ្ដាលមកទី4ដលងជ្វាដលងជ្វានេះខ្ញុំគិតថាបងប្អូនអាចប្រើប្រាស់ជាអាហារសម្រន់ដូចជាដលងអាំងឬមួយក៏ដលងស្ងោរវាជួយសម្រួលដល់ការលូតលាស់ភ្នែករបស់កូនចាហើយទី5ពពួកផ្លែឈើដែលអាចរកចិត្តផ្ទះបងប្អូនបានដូចជាមានផ្លែស្វាយផ្លែខ្នុរផ្លែចេកទុំផ្លែស្វាយទុំចាផ្លែឈើទាំងអស់ហ្នឹងបងប្អូនងាយនឹងស្វែងរកឲ្យស៊ីផុយក្នុងការរៀបរបបអាហារសំខាន់បំផុតនៅពេលដែលបងប្អូនញ៉ាំរបបអាហារទាំងអស់នេះព្យាយាមចម្អិនឲ្យបានឆ្អិនដូចជាត្រីដូចជាពងទាអីហ្នឹងព្យាយាមចម្អិនឲ្យឆ្អិនកុំឲ្យញ៉ាំស្ទើឆ្អិនណាសម្រាប់បងប្អូនដែលមានទីពោះមិនលើកទឹកចិត្តឲ្យញ៉ាំអាហារឆៅទេអញ្ចឹងចម្អិនឲ្យបានឆ្អិនទៅនឹងទទួលបានជីវជាតិវីតាមីនគ្រប់គ្រាន់មកសម្រាប់ចិញ្ចឹមកូនអញ្ចឹងបានថាអាហារដែលជុំវិញផ្ទះរបស់យើងនោះគឺងាយរកហើយมันមានតម្លៃថ្លៃទេអញ្ចឹងកុំស្មុគស្មាញពេកឲ្យគ្រូពេទ្យប្រាប់ថាឲ្យរៀបចំរបបអាហារដើម្បីជំនួយដល់កូនចាអាហារទាំងអស់នេះងាយស្រួលរកការដែលយើងញ៉ាំចូលទៅគឺវាផ្ដល់ឥទ្ធិពលដល់ការលូតលាស់របស់កូនជាការពិតចាអញ្ចឹងដើម្បីទទួលបានព័ត៌មានថ្មីតាក់ទងទៅនឹងការថែទាំផ្ទៃពោះឬមួយក៏ថែទាំទារកអញ្ចឹងជួយ follow like ឬមួយក៏ subscribe YouTube channel ដើម្បីទទួលបានព័ត៌មានថ្មីចាអរគុណ